បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះតនេមកដើរលេងនៅ Wall Street ផងហើយក៏មកញ៉ាំអីនៅហាងបងស្រី Noj Master Chef រដូវកាលទី2ផងដែរហើយមកញ៉ាំអីនេះមកញ៉ាំអីជាមួយមិត្តភ័ក្តិក៏ចាប់ផ្ដើមឆែកមើលមនុយថាមានអីញ៉ាំខ្លះមានប្រភេទបុកល្ហុងហ្នឹងបុកអីគេខ្លះបុកពោតបុកមីជាមួយនឹងប្រភេទសាច់អីខ្លះពុកនាំគ្នាមើលប៉ុន្តែក្នុងចិត្តយើងនឹងតែមកញ៉ាំស្តេកទេតែគ្រាន់តែយើងមើលទៅយើងក៏មកខាតថាចឹងថ្ងៃក្រោយទៅយើងមកយើងដឹងថាយើងត្រូវញ៉ាំអីមានអីញ៉ាំខ្លះនៅកន្លែងគាត់ហ្នឹងក៏ចាប់ដើមហៅស្តេកចង់ទិញឡានហើយទៅចែកលេងមួយមិត្តភ័ក្តិពីការងារតិចតួចដោយសារការងារគាត់ផ្សេងការងារខ្ញុំផ្សេងគាត់អាគីតិចខ្ញុំ chef អីចឹងទៅគាត់ថតបងស្រីដុតបន្តិចជាមួយនឹង menu នឹងតែម Master Chef Cambodia ផងដែរហើយតែមាន logo អធិស្ឋានតើមកក៏ចាប់ផ្ដើមលេងមួយគ្នាតិចតួចថាមកញ៉ាំ steak វាថា steak ញ៉ាំតែដល់ពេលមួយបាយសហើយស៊ីបាយសទៅដោយសារពេលញ៉ាំញ៉ាំតែដល់ពេលស៊ីមួយបាយសហើយស៊ីពាក្យអសរតិចតួចសូមអធិស្ឋានក៏ចាប់ផ្ដើមញ៉ាំរៀបចំកាត់ទៅចែកគ្នាញ៉ាំបដើចែកគ្នាបដើហើយពងប្រាប់គាត់ថាឲ្យតម្លៃម្ហូបអាហារមិនអីមិនអញ្ចឹងមកញ៉ាំស្តេកនៅកន្លែងបងស្រីណុចនេះទី1យើងគ្រប់គ្រង support ស្នាដៃ chef គ្នាឯងទី2គាត់ជាចុងភៅអាជីពដែរដោយសារគាត់ប្រឡងចប់កម្មវិធីលំដាប់ថ្នាក់ពិភពលោកអញ្ចឹងយើងមកញ៉ាំទៅឲ្យតម្លៃប៉ុណ្ណឹងគឺវាសមរម្យមែនតែនហ្មងអាហ្នឹងខ្ញុំឲ្យតម្លៃមែនតែនលើស្នាដៃរបស់គាត់និងភ្ញៀវផ្សេងក៏មកញ៉ាំហ្នឹងក៏ឲ្យតម្លៃលើស្នាដៃរបស់គាត់ខ្លាំងបាននាំគ្នាមកគ្រប់គ្រងឲ្យសំណេះសំណាលជាមួយនឹងគាត់រស់រាយរាក់ទាក់មែនតើបន្ទាប់មកក៏ពួកខ្ញុំញ៉ាំធម្មតាអញ្ចឹងទៅរហូតដល់យើងញ៉ាំ drink ចប់ហើយបើយើងនាំគ្នាទៅរកអីញ៉ាំនៅអត់ទៅ Walk Street ទេពួកខ្ញុំទៅម្ដុំគេហៅថា Basaland ញ៉ាំ draft មើលពីការរស់ស៊ីរបស់គេថាជនជាតិដែលភ្ញៀវទេសចរយើងចូលចិត្តទៅខាងប៉ែកនៅបាសាឡែនហ្នឹងពួកគាត់ធ្វើអីវាមានបាបារាំងមានប្រភេទញ៉ាំ draft អង្គុយមើលភ្ញៀវទេសចរគ្នាគាត់ឬក៏គាត់មានបាមានអីនៅម្ដុំហ្នឹងអញ្ចឹងណាអញ្ចឹងចាំទស្សនាដល់វីដេអូហ្នឹងបន្តទៀតចាំខ្ញុំ voice over តាមហ្នឹងទៀតអញចំសរសៃចំខ្លាញ់ហ្នឹងហើយវាទៅជាអស់
អានេះបន្ទាប់ពីខ្ញុំញ៉ាំចប់ជុំគ្នាហើយអញ្ចឹងក៏គាត់ចាប់ផ្ដើមបង្ហើយដុំចុងក្រោយរបស់គាត់បន្ទាប់មកមើលថាគាត់របៀបពួកខ្ញុំញ៉ាំដូចតែគ្នាទេស្តេកកាត់មិនអីមែនតមកញ៉ាំអញ្ចឹងទៅក៏ខ្ញុំហៅទឹកអំពៅមួយកែវដោយសារខ្ញុំអត់ទាន់បានញ៉ាំទឹកមុនអាហារតមកក៏ថតអីតិចតួចឲ្យលាបងឆឹបសៃណុតហ្នឹងទៅពួកខ្ញុំក៏នាំគ្នាដើរមកបាសាក់ឡែនខេចូលមើលរត់ចម្ងាយពីបាសាក់ឡែនមកដល់sorry ចម្ងាយពីហាងបងសៃណុចកន្លែងផ្សារកាប់គោមកបាសាក់ឡែនហ្នឹងយើងដើរប្រហែលជា7-15នាទីដែរស្កយមកអរគុណមកតពីខ្ញុំដើរមើលឡើងពី3កន្លែងហើយក៏ដើរបកក្រោយក៏ឃើញមួយកន្លែងហ្នឹងកន្លែងអង្គុយតំណងក៏ហៅត្រាហ្វបានញ៉ាំហើយទៅចែកគ្នាពីការងារពីបទពិសោធន៍គេរកស៊ីរបៀបម៉េចភ្ញៀវចេញចូលរបៀបម៉េចហេតុអីបានហាងខ្លះគាត់ដេកអញ្ចឹងហើយហាងបិទឡើងចិត្តប៉ុន្តែមានភ្ញៀវដើរចូលគេតម្លាក់ map តម្លាក់រូបថតrecommendation នៅក្នុង Google មិនអីមិនបានភ្ញៀវទេសចរគាត់ចូលចិត្តមកហើយហាងខ្លះអត់ដេកច្រើនទេបិទក្លុបចិត្តប៉ុន្តែភ្ញៀវដើរចូលមកដើរចូលយកដើរចូលយកគ្រាន់តែឃើញប៉ាយអញ្ចឹងអានឹងភាពល្បីល្បាញក្នុងការកសាងហាងរបស់ពួកគាត់នីមួយៗផ្សេងគ្នាអញ្ចឹងក៏ពួកខ្ញុំចាប់ផ្ដើមញ៉ាំអញ្ចឹងទៅពួកខ្ញុំហៅតែ traffic ប៉ុន្តែខាងហាងគាត់ free ស្វាយឲ្យអញ្ចឹងក៏ពួកខ្ញុំញ៉ាំបដាតែចែកគ្នាបដាហើយក៏រៀបចំនាំគ្នាដើរទៅផ្ទះស្អែកឡើងថ្ងៃច័ន្ទធ្វើការរៀងខ្លួនអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះ See you guys crushគាត់ចិត្តឈ្មោះបងឯងដែរគាត់ស្គាល់តែបងឯងខ្ញុំបងឯងបងអ្នកក្រោយមិនដឹងទេបើសវីហៅតែសវីគាត់ហៅឈ្មោះសវីស្អីមិនដឹងត្រូវផងណាដល់ពេលហ្នឹងមិនគាត់ហៅចូលជុំទៅហៅប្រាប់គាត់ហៅមេបងស្រីហ្នឹងឯងហៅទៅផឹកអីហ្នឹងឯងហៅទៅផឹកហ្នឹងពីស្ថានភាព50%ឈ្មោះឯងយល់ចឹងគេកាត់ប្រាក់ខែឯងហើយបានឯងទឿនឲ្យស្នេហ៍ឯងហើយរចនាទៅផឹកថ្ងៃហ្នឹងណាថ្ងៃដាច់ភ្លើងពេលខ្លះយើងចូលទៅយើងផឹកអាហ្នឹងមួយកែវអត់4រៀលទេប៉ុន្តែឯងនាំស្នេហ៍ឯងរចនាឲ្យចូលមើលឯងបងអូហាងហ្នឹងអាណប់ហ្នឹងមិត្តភ័ក្តិជាឡារចនាដែរគេរៀនខាងគូអញ្ចឹងក្រុមហ៊ុនអាណប់ហ្នឹងអ្នកធ្វើហាងអីអស់50ម៉ឺនដឹងអីចង់ឲ្យពីអ្នកឯងទៅមើលហាងហ្នឹងដែរតែគេទៅ300គីឡូថ្ងៃក្រោយទៅបានគូហាងគូអីចឹងណាគេមើលវាមិនខ្លាចទេហៅទៅមើលបានគូអស់ប៉ុណ្ណឹងណាសាំងអីហ្នឹងហើយហ្នឹងហើយអាហ្នឹងធ្វើពីដីមកហ្មងអត់ចូលហ្នឹងចូលនឹងហៅដែរ
tục kia ថត3 second ខ្សែស្រឡាយចុងភៅដែរអត់នេះមិន với tay tờ xa